សួស្តីបងប្អូនបាទមកទៀតហើយនេះបាទនៅពេលរាត្រីនៅខេត្តកំពង់ធំបងប្អូននៅសល់រយៈពេលតែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះអញ្ចឹងបងប្អូនដល់ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ហើយអញ្ចឹងបងប្អូនណាខ្លះដែលចង់មានដំណើរកម្សាន្តចង់ទៅលេងនៅរមណីយដ្ឋាននៅឯណាដែរបាទសម្រាប់ខេត្តកំពង់ធំគឺមានការរៀបចំសង្ក្រាន្តឆ្នាំ2025បងប្អូនយ៉ាងបងប្អូនដែលបានចង់មានបំណងទៅលេងបាទនៅទីណាឬក៏មិនទាន់មានបំណងចង់ទៅលេងនៅឯណាទេបាទខេត្តកំពង់ធំបងប្អូនអាចទៅទស្សនាបានបាទជាពិសេសគឺពេលរាត្រីនឹងតែម្ដងនិយាយអំពីបាទការតុបតែងលម្អភ្លើងពណ៌នៅតាមដងផ្លូវក៏ដូចជាបាទការរៀបចំពិធីបាទកម្មវិធីល្បែងប្រជាប្រិយផ្សេងៗគឺមានច្រើនហូរហែទៅតាមបាទកន្លែងដែលគេបាទប្រពធ្វើអញ្ចឹងបងប្អូនដែលបាទមិនទាន់មានបំណងចង់ទៅកំសាន្តសប្បាយនៅណាទេបងប្អូនអាចមកលេងខេត្តកំពង់ធំបានបាទអញ្ចឹងនៅក្នុងបាទឆ្នាំ2025នេះបងប្អូនខេត្តកំពង់ធំគឺបាទជាខេត្តមួយដែលមានការរៀបចំដោយបាទមានរដ្ឋបាលរបស់ខេត្តក៏ដូចជាមន្ត្រីរាជការក្រមបាទអវត្តរបស់ខេត្តណាអញ្ចឹងបងប្អូនបាទបានរៀបចំនៅសង្ក្រាន្តបាទយ៉ាងពិសេសបងប្អូនដែលមានបាទលម្អទៅដោយបាទក្បាច់រចនាភ្លើងពណ៌និងមានការតាំងពិព័រណ៍នៅបាទឃុំស្រុកនីមួយដតីទៀតបាទជាពិសេសនោះគឺនៅបាទស្រុកដែលទាំងអស់របស់ខេត្តបានរៀបចំបាទតាំងពិព័រណ៍នៅផលិតផលរបស់ខ្លួនបាទយ៉ាងវិសេសវិសាលដែលធ្វើឲ្យយើងអាចស្គាល់ស្រុកបាទនៅខេត្តកំពង់ធំរបស់យើងបងប្អូនអញ្ចឹងនៅបាទតាមដងនៃស្ទឹងសែនបងប្អូនបាទខេត្តកំពង់ធំគឺមានបាទស្ទឹងសែនដែលជាស្ទឹងមួយបាទបាននាំនៅបាទទឹកដើម្បីស្រោចស្រពនៅដំណាំកសិកម្មសម្រាប់ខេត្តកំពង់ធំបងប្អូនអញ្ចឹងល្អពិសេសបាទនៅកណ្ដាលនៃខេត្តទីរួមខេត្តបងប្អូនមានការរៀបចំនៅបាទពិធីទទួលទេវតាឆ្នាំថ្មីនិងបាទអបអរសង្ក្រាន្តឆ្នាំថ្មីនេះដែរអញ្ចឹងបងប្អូនដែលមានបំណងចង់ទៅទេសនានៅខេត្តកំពង់ធំគឺបាទពិសេសមែនតែនបងប្អូនទីខ្ញុំគ្រាន់តែបង្ហាញនឹងជិះកាត់បាទឃើញភ្លើងពណ៌ស្អាតបាទជម្រាបលាអរគុណបាយបាយ